រឿងមួយនេះគឺនិយាយពីជីវិតក្មេងស្រីម្នាក់ក្រោយពេលដែលនាងបានបាត់បង់ឪពុកម្ដាយរបស់នាងនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបន្ទាប់មកនាងក៏បានមកខំចាត់រើចេញពីទីក្រុងទៅរស់នៅជាមួយនឹងជីដូនរបស់នាងនៅឯទីជនបទជីដូនរបស់នាងគឺជាអ្នកបើកផ្ទះសំណាក់បុរាណជប៉ុនមួយកន្លែងនៅទីនោះក៏មានកូនខ្មោចមួយនៅចាំការពារផ្ទះសំណាក់មួយនោះចង់ដឹងថានៅពេលដែលនាងរើទៅនៅជាមួយនឹងជីដូនរបស់នាងបានជួបនឹងហេតុការណ៍ខ្លះយើងមកតាមដានទស្សនាទាំងអស់គ្នាតាមរឿងដំបូងគេបង្ហាញពីក្រុមគ្រួសារដ៏ទូចមួយបានទៅចូលរួមកម្មវិធីបុណ្យមួយកន្លែងនៅក្នុងប្រទេសជប៉ុនពិធីបុណ្យមួយនោះគេធ្វើឡើងដើម្បីរំលឹកទៅដល់គុណទឹកស្ប៉ានៅទីនោះជារៀងរាល់ឆ្នាំគេតែងតែរើសក្មេង2នាក់ដើម្បីរងរបាំថ្វាយនៅពេលនោះឪពុករបស់ក្មេងស្រីម្នាក់នោះក៏បានសួរទៅកាន់កូនស្រីរបស់គេថាកូនឯងមានដឹងអត់ថាទឹកស្ប៉ានឹងមានប្រភពមកពីណានៅពេលនោះឪពុករបស់គេសួរម្នាក់ឯងឆ្លើយម្នាក់ឯងប្រាប់ទៅកូនស្រីគេវិញថាប្រភពទឹកស្ប៉ានឹងគឺមកពីដូនតារបស់យើងគឺបានឃើញសត្វព្រៃដែលត្រូវរបួសចុះពីលើភ្នំមកត្រង់ទឹកស្ប៉ានៅទីនេះបន្ទាប់ពីសត្វព្រៃទាំងអស់នោះបានចាក់ចេញពីទឹកស្ប៉ានៅទីនេះស្រាប់តែឃើញរបួសដែលវាមានទាំងអំបានហ្នឹងក៏បានជាសះស្បើយភ្លាមៗដូច្នេះហើយទើបប្រជាជននៅទីនេះបានយកទឹកស្ប៉ានេះយកមកប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃហើយមូលហេតុនេះហើយទើបគេធ្វើពិធីបុណ្យដើម្បីរំលឹកទៅដល់គុណទឹកស្ប៉ានៅទីនេះបន្ទាប់ពីក្រុមគ្រួសារទទួលនេះបានមើលរបាំមួយសន្ទុះហើយគេក៏បានចាក់ចេញពីពិធីបុណ្យមួយនោះទៅដើម្បីបន្តដំណើរទៅមុខទៀតនៅក្នុងឡានដែលពួកគេកំពុងតែធ្វើដំណើរម្ដាយរបស់ក្មេងស្រីនោះក៏បាននិយាយទៅកាន់ក្មេងស្រីនោះថាកូនម៉ាក់ចង់ឃើញកូនឯងឡើងរាំរបាំនឹងជាមួយនឹងគេដែរហើយនៅពេលនោះផងដែរប៉ារបស់គេក៏បានបន្តតាមក្រោយទៅថាប៉ាក៏ចង់ឃើញដែរនិយាយបានត្រឹមតែប៉ុណ្ណឹងស្រាប់តែមានឡានតំណែងមួយបោះស្ទុយមិនដឹងមកពីណាមិនដឹងទេមកបុកឡានរបស់ពួកគេធ្វើឲ្យឪពុកម្ដាយរបស់ក្មេងស្រីម្នាក់នោះស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះទៅខ្ជិលលាក់ឈ្មោះតួអង្គយូខ្ញុំសូមប្រាប់ឈ្មោះតួអង្គឲ្យហើយហ្មងទៅក្មេងស្រីម្នាក់នេះនាងមានឈ្មោះថាសេគីអូរីកូឈ្មោះហៅក្រៅរបស់នាងមានឈ្មោះថាអុកកូបន្ទាប់ពីឪពុកម្ដាយរបស់នាងបានស្លាប់បាត់បង់ជីវិតទៅអុកកូក៏បានបង្ខំចិត្តចាក់ចេញពីទីក្រុងមករស់នៅជាមួយនឹងជីដូនរបស់នាងនៅទីជនបទបន្ទាប់ពីអុកកូបានធ្វើដំណើរអស់រយៈពេលច្រើនមកកន្លងផុតទៅទីបំផុតនាងបានមកដល់ផ្ទះសំណាក់លោកយាយរបស់នាងគ្រាន់តែអុកកូបានមកដល់ផ្ទះសំណាក់ព្រាមស្រាប់តែឃើញពីពីមួយដាំដងចំមកក្រោមចំពីមុខរបស់នាងធ្វើឲ្យអុកកូភ័យស្រែកចាញ់រត់ទៅផ្លូវវិញស្រាប់តែពេលនោះនៅពេលដែលបានឮសូរសំឡេងអុកកូស្រែកក៏មានពូមីង2នាក់ដើរចេញមកមើលអ្នកមីងម្នាក់នេះមានឈ្មោះថាអេស៊ីកូតាជីម៉ាចំណែកឯលោកពូម្នាក់នេះមានឈ្មោះថាកូនូសាកេមីណូដាដោយសារតែឈ្មោះពូនឹងវិញពេកខ្ញុំសូមហៅឈ្មោះគាត់ថាពូដាហ្មងទៅដើម្បីឲ្យស្រួលហៅនៅពេលដែលបានឃើញពូមីង2នាក់ហ្នឹងស្រាប់តែអុកកូចាប់ផ្ដើមស្រែកចាញ់ម្ដងទៀតនៅពេលនោះមិនមែនអុកកូស្រែកដោយសារតែខ្លាចពូមីង2នាក់នោះទេអុកកូស្រែកដោយសារតែឃើញពីពីងនៅលើក្បាលរបស់មីងអេស៊ីកូដែលបានឃើញដូច្នោះពូដាក៏ជួយបេះពីពីងនៅលើក្បាលមីងអេស៊ីកូបោះវាចូលទៅក្នុងស្មៅវិញទៅស្រាប់តែពេលនោះក៏មានថ្លែនមួយមកពីណាមិនដឹងទេវាមកលើស្បែកជើងរបស់អុកកូនៅពេលដែលបានឃើញថ្លែននោះនៅលើជើងរបស់នាងធ្វើឲ្យនាងស្រែកចាញ់រត់ចូលទៅក្នុងវិញដើម្បីឲ្យពូដាជួយតាមការពិតទៅអុកកូនាងគឺជាក្មេងដែលខ្លាចសត្វល្អិតមែនទែនមិនថាថ្លែនប្រគួយចង្កាក់តកែអីហ្នឹងនាងខ្លាចទាំងអស់ឲ្យតែសត្វល្អិតតែច្រឡំតកែដូចមិនសត្វល្អិតទេតកែដូចសត្វល្មូននេះសត្វស្អីក៏បានដែរអុកកូខ្លាចទាំងអស់បានបន្តិចក្រោយមកស្រាប់តែឃើញលោកយាយរបស់នាងបាននាំគ្នាពីរនាក់ចូលមកកាន់ផ្ទះសំណាក់ស្រាប់តែនៅពេលនោះក៏បានឮសូរសំឡេងក្មេងប្រុសម្នាក់ស្រែកប្រាប់មកកាន់អុកកូថាចាញ់ទៅផ្លើភ្ញៀវចូលនៅពេលដែលបានឮសូរដូច្នោះអុកកូខំប្រឹងព្យាយាមមើលជុំវិញខ្លួនរបស់នាងដែរប៉ុន្តែនាងមិនបានឃើញអ្វីទាល់តែសោះបន្ទាប់ពីបានឮសូរសំឡេងក្មេងប្រុសនោះប្រាប់នាងចេញនាងក៏បានយកវេលារបស់នាងដើរសម្ដៅទៅរកបន្ទប់របស់នាងនៅពេលដែលនាងបានទៅដល់បន្ទប់របស់នាងនៅពេលនោះនាងចង់បើកបង្អួចកញ្ចក់ដើម្បីឲ្យខ្យល់ចេញចូលនៅក្នុងបន្ទប់របស់នាងតែនៅពេលដែលនាងព្យាយាមបើកស្រាប់តែមានចិញ្ចក់មួយមកទុំលើកញ្ចក់បង្អួចរបស់នាងនៅពេលដែលនាងឃើញចិញ្ចក់នៅមុខរបស់នាងអញ្ចឹងនាងក៏ចាប់ផ្ដើមស្រែកចាញ់ម្ដងទៀតស្រាប់តែពេលនោះក៏បានឮសូរសំឡេងក្មេងប្រុសម្នាក់នោះសើចនៅក្នុងបន្ទប់របស់នាងក៏បានព្យាយាមងាកឆ្វេងងាកស្ដាំរកមើលប្រភពនៃសំឡេងប៉ុន្តែនាងរកមើលមិនឃើញទាល់តែសោះតតែពេលនាងងាកទៅមើលលើពីដានស្រាប់តែឃើញក្មេងប្រុសម្នាក់នោះកំពុងតែបណ្ដែតខ្លួននៅលើអាកាសក្មេងប្រុសម្នាក់នេះមានឈ្មោះថាម៉ាកូតូតូតារីឈ្មោះហៅក្រៅរបស់គេមានឈ្មោះថាអូរីប៊ូនៅពេលនោះអូរីប៊ូមិនទាន់ដឹងថាអុកកូអាចមើលឃើញរូបគេនោះទេអូរីប៊ូនៅតែបន្តបណ្ដែតខ្លួននៅលើអាកាសហើយឆ្កាអាចមកគប់ទៅកាន់អុកកូក៏បានសួរទៅកាន់អូរីប៊ូថាហើយឯងទៅធ្វើស្អីនៅលើហ្នឹងនៅពេលដែលបានឮសូរអុកកូនិយាយទៅកាន់ខ្លួនដូច្នោះធ្វើឲ្យអូរីប៊ូភ្ញាក់ព្រឹបរួចហើយក៏បានសួរទៅកាន់អុកកូវិញថាតើឯងអាចមើលឃើញយើងមែននៅពេលនោះអុកកូក៏ងក់ក្បាលនៅពេលដែលបានឃើញដូច្នោះធ្វើឲ្យអូរីប៊ូសប្បាយចិត្តជាខ្លាំងដោយសារតែចាប់ពីពេលនេះទៅគឺមានមនុស្សអាចមើលឃើញរូបគេហើយអូរីប៊ូក៏បានទម្លាក់ខ្លួនទៅក្រោមរួចហើយគេក៏បានលើកដៃចង់ចាប់ដៃជាមួយនឹងអុកកូប៉ុន្តែពេលនោះអុកកូមិនចាប់ដៃជាមួយនឹងអូរីប៊ូទេដែលអុកកូបាននិយាយថាដៃឯងទៅតែគេអាចចំោះហើយនឹងចង់ចាប់ដៃជាមួយគេមិនខ្ពើម៉េចអូរីប៊ូក៏បាននិយាយទៅកាន់អុកកូវិញថានៅលើโลกនេះគ្មានអាណាម័យជាងខ្ញុំទៀតទេអាដៃខ្លួនឯងទៅគេអាចចំោះហើយនឹងអួតខ្លួនថាអាណាម័យទៀតណានៅពេលដែលអុកកូអត់ព្រមចាប់ដៃជាមួយអញ្ចឹងស្រាប់តែអូរីប៊ូជ្រែកខ្លួនចូលទៅក្នុងខ្លួនរបស់អុកកូរួចហួរចេញទៅក្រៅបាត់ទៅនៅពេលនោះទើបអុកកូដឹងថាអូរីប៊ូគឺជាខ្មោចដល់តែពេលខ្មោចលងអញ្ចឹងអុកកូក៏ចាប់ផ្ដើមស្រែកម្ដងទៀតឮទៅដល់ពូមីងអ្នកបម្រើនៅខាងមុខនិងលោកយាយរបស់នាងនៅពេលនោះលោកយាយរបស់នាងបានឮសូរសំឡេងរបស់អុកកូស្រែកលោកយាយរបស់នាងក៏ដើរសម្ដៅទៅរកបន្ទប់របស់នាងនៅពេលដែលលោកយាយអុកកូបានទៅដល់បន្ទប់របស់អុកកូឃើញអុកកូកំពុងតែដេកស្ប៉ានៅលើដីនៅពេលនោះលោកយាយរបស់អុកកូក៏បានសួរទៅកាន់អុកកូថាចាយចង្អែកើតអីមែនអុកកូក៏បានកុហកទៅកាន់លោកយាយរបស់គេវិញថាចាយមានកើតអីណាយាយនៅពេលដែលបានឮហើយលោកយាយរបស់អុកកូក៏បានដើរទៅបើកវិនណូនស្រាប់តែពេលនោះអុកកូក៏បានស្រែកទៅប្រាប់លោកយាយរបស់គេថាកុំឲ្យបើកវិនណូនដោយសារតែនាង
នាងខ្លាចឃើញខ្មោចអូរីប៊ូប៉ុន្តែលោកយាយរបស់នាងក៏ទិញវណ្ណបាក់ខ្វាឃើញចិញ្ចក់កំពុងតែទុំនៅលើបង្អួចលោកយាយរបស់នាងបានគិតថាអូកូប្រហែលជាខ្លាចសត្វល្អិតហើយដូច្នេះហើយលោកយាយរបស់នាងក៏បានបញ្យល់ទៅកាន់អូកូថាចៅចិញ្ចក់ហ្នឹងគឺជាសត្វដែលឈាមត្រជាក់វាចូលចិត្តនៅកន្លែងក្តៅវាមិនធ្វើអីយ៉ាងឯងទេមិនបាច់ខ្លាចវាទេនៅពេលនោះអូកូក៏បានសួរទៅកាន់លោកយាយរបស់គេថាហើយចុះអាមួយនោះរួចហើយអូកូក៏បានចង្អុលទៅកាន់អូរីប៊ូកាពិតទៅអូកូមិនបានខ្លាចចិញ្ចក់នោះទេប៉ុន្តែអូកូខ្លាចខ្មោចអូរីប៊ូតែនៅពេលដែលអូកូបានចង្អុលទៅកាន់ខ្មោចអូរីប៊ូទៅលោកយាយរបស់អូកូមិនបានឃើញខ្មោចរបស់អូរីប៊ូនោះទេនៅពេលដែលលោកយាយរបស់គេមិនបានឃើញអីដូច្នោះលោកយាយរបស់អូកូក៏បានហៅអូកូឲ្យចេញទៅជួបជាមួយនឹងពូមីងនៅខាងក្រៅដើម្បីនិយាយគ្នាបន្ទាប់មកលោកយាយរបស់អូកូក៏បានចាក់ចេញទៅមុនបាត់ទៅកាន់មកដល់ពេលដែលអូកូបានទៅនិយាយជុំគ្នាជាមួយនឹងលោកយាយនិងពូមីងរបស់នាងនៅពេលនោះអូរីប៊ូមិនដឹងថាគិតអីទេក៏បានសុំអង្វរឲ្យអូកូធ្វើជាម្ចាស់ផ្ទះសំណាក់វ័យក្មេងហើយនៅពេលដែលអូរីប៊ូនិយាយអត់មានអ្នកបានស្ដាប់ឮទេបានឮតែអូកូម្នាក់គត់តែនៅពេលដែលអូកូបានឮសូរអូរីប៊ូសុំអង្វរដូច្នោះធ្វើឲ្យនាងរាន់មកថាវាជាម្ចាស់ផ្ទះសំណាក់វ័យក្មេងហើយនៅពេលនោះនៅពេលដែលពូមីងជាមួយនឹងលោកយាយរបស់នាងបានឮសូរអូកូថាចង់ធ្វើជាម្ចាស់ផ្ទះសំណាក់វ័យក្មេងធ្វើឲ្យពួកគាត់ទាំងអស់គ្នាសប្បាយចិត្តជាខ្លាំងរួចហើយលោកយាយរបស់អូកូក៏បានសួរបញ្ជាក់ទៅកាន់អូកូទៀតថាចៅជាឯងគិតច្បាស់ហើយមែនពិតជាចង់ជួយការងារយាយមែនអត់ចង់ធ្វើជាម្ចាស់ផ្ទះសំណាក់វ័យក្មេងមែនអត់នៅពេលនោះអូកូចាប់ផ្ដើមស្រឡាំងកាំងដោយសារតែនាងនៅក្មេងពេកមិនទាន់ចង់ធ្វើជាម្ចាស់ផ្ទះសំណាក់វ័យក្មេងនោះទេប៉ុន្តែដោយសារតែអូរីប៊ូសុំអង្វរនាងខ្លាំងពេកធ្វើឲ្យនាងបង្ខំចិត្តយកងារជាម្ចាស់ផ្ទះសំណាក់វ័យក្មេងមកជំនួសការងាររបស់លោកយាយរបស់នាងនៅពេលនោះធ្វើឲ្យពូមីងពីរនាក់នោះជាមួយនឹងលោកយាយរបស់នាងសប្បាយចិត្តជាខ្លាំងហើយចំណែកអូរីប៊ូវិញគឺសប្បាយចិត្តខ្លាំងជាងគេសប្បាយរហូតដល់ទៅហោះឡើងទៅដល់លើមេឃយើងកាន់មកដល់ពេលព្រឹកឡើងនៅពេលនោះអូកូបានផ្ញើពីដេកដើរកាត់បន្ទប់ដាក់អីវ៉ាន់ក៏បានឮសូរសំឡេងកណ្ដឹងចេញមកពីកែទូមួយអូកូនាងក៏បានដើរសម្ដៅទៅរកសំឡេងកណ្ដឹងមួយនោះនៅពេលដែលនាងបើកកែទូមកក៏ឃើញមានប្រអប់ឈើមួយនាងក៏បានបើកប្រអប់ឈើនោះក៏ឃើញមានកូនកណ្ដឹងទូមួយនៅក្នុងប្រអប់ឈើមួយនោះអូកូក៏បានលើកណ្ដឹងមួយនោះយកមកមើលហើយកណ្ដឹងមួយហ្នឹងវាឮសូរសំឡេងមិនមែនដូចកណ្ដឹងគេធម្មតាទេវាឮសូរសំឡេងនៅពេលដែលអូកូលើកមើលហើយអូកូឮសូរសំឡេងខ្លាំងពេកអូកូក៏បានដាក់កណ្ដឹងនោះចូលទៅក្នុងប្រអប់របស់វាវិញបន្ទាប់មកអូកូក៏បានចាក់ចេញទៅរកលោកយាយរបស់នាងនៅពេលដែលនាងចេញទៅដល់ក្រៅភ្ញៀវពីរនាក់ដែលលោកយាយរបស់នាងបាននាំមកក៏បាននិយាយសួស្ដីទៅកាន់អូកូរួចហើយក៏មានភ្ញៀវម្នាក់បាននិយាយទៅកាន់អូកូថាចូលរួមអបអរម្ចាស់ផ្ទះសំណាក់វ័យក្មេងនៅពេលដែលបានឮសូរដូច្នោះអូកូបានត្រឹមតែអៀនរួចហើយក៏អរគុណទៅកាន់ភ្ញៀវនោះទៅបន្ទាប់ពីភ្ញៀវពីរនាក់នោះបានចាក់ចេញទៅបាត់ទៅអូកូក៏បាននាំលោកយាយរបស់នាងឲ្យមកពិនិត្យមើលកណ្ដឹងនោះសាជាថ្មីវិញម្ដងទៀតលោកយាយរបស់អូកូក៏បានប្រាប់ទៅកាន់អូកូថាកណ្ដឹងហ្នឹងគឺសល់មកពីជីតារបស់អូកូដែលកណ្ដឹងហ្នឹងគឺជាកណ្ដឹងពិសាដែលលោកតារបស់អូកូបានមកពីអាចារ្យម្នាក់នៅលើភ្នំនៅពេលនោះលោកយាយរបស់អូកូក៏បានយកកណ្ដឹងពីដៃរបស់អូកូយកមកកន្លោះម្ដងទៀតតែសំឡេងដែលអូកូបានលើមិនដូចជាសំឡេងដែលនាងបានលើកាលពីព្រឹកនោះទេបន្ទាប់ពីលោកយាយរបស់នាងបានដោតបោកកណ្ដឹងនោះចេញក៏បានឃើញអាល់ប៊ុមរូបថតរបស់លោកយាយនាងកាលពីលោកយាយនាងនៅក្មេងនៅក្នុងអាល់ប៊ុមរូបថតនោះក៏មានឃើញរូបថតរបស់អូរីប៊ូផងដែរនៅពេលដែលអូកូបានឃើញរូបថតរបស់អូរីប៊ូអូកូក៏បានលាន់មកនិយាយថាហើយអូរីប៊ូទៅនៅអីនៅក្នុងនឹងវិញនៅពេលដែលលោកយាយរបស់នាងបានឮសូរដូច្នោះលោកយាយរបស់នាងក៏បានសួរទៅកាន់អូកូថាចៅស្គាល់អូរីប៊ូដែរតែនៅពេលនោះអូកូមិនបាននិយាយអីនោះទេអូកូក៏បានសួរទៅកាន់លោកយាយរបស់គេទៀតថាអញ្ចឹងអូរីប៊ូហ្នឹងគឺជាមិត្តភក្តិជិតស្និទ្ធរបស់លោកយាយមែនលោកយាយរបស់អូកូក៏បានដំណើររឿងរ៉ាវពីអូរីប៊ូទៅឲ្យអូកូបានស្ដាប់កាលពីនៅក្មេងលោកយាយរបស់អូកូជាមួយនឹងអូរីប៊ូតែងតែលេងជាមួយនឹងគ្នាតែក្រោយមកនៅពេលដែលលោកយាយរបស់អូកូបានរើផ្ទះចាក់ចេញពីទីកន្លែងនោះទៅពួកគេទាំងពីរមិនដែលតាក់ទងគ្នាទៀតនោះទេលុះដល់ពេលដែលលោកយាយរបស់អូកូបានត្រឡប់មកដល់ទីនេះវិញគឺបាត់ដំណឹងរបស់អូរីប៊ូទៅហើយមិនដឹងថាអូរីប៊ូទៅដល់ណានោះទេលោកយាយរបស់អូកូក៏បានបន្តទៀតថាលោកយាយពិតជានឹកទៅដល់អូរីប៊ូខ្លាំងណាស់ចង់ជួបអូរីប៊ូម្ដងទៀតណាស់ស្រាប់តែនៅពេលនោះនៅពេលដែលបានលើសូរលោកយាយរបស់អូកូនិយាយទៅឆ្នាំខ្មោចអូរីប៊ូក៏បានដើរចាក់ចេញទៅក្រៅរួចហើយក៏បាននិយាយខ្សឹបខ្សឹមម្នាក់ឯងថាយើងក៏នឹកឯងដែរមីនីកូក៏ប៉ុន្តែឈ្មោះរបស់លោកយាយអូកូមានឈ្មោះថាសេគីមីនីកូបន្ទាប់ពីបានមើលរូបថតចាប់ហើយអូកូក៏បានចូលមកក្នុងបន្ទប់វិញនៅពេលនោះអូកូក៏បានសួរទៅកាន់អូរីប៊ូថាអូរីប៊ូអញ្ចឹងមានន័យថាអូរីប៊ូឯងគឺជាខ្មោចតាំងពីចំនួនយាយរបស់ខ្ញុំមកម្ល៉េះអញ្ចឹងនៅពេលនោះអូរីប៊ូក៏បានដំណើររឿងរ៉ាវកាលពីអតីតកាលទៅឲ្យអូកូបានដឹងនៅពេលដែលមីនីកូបានរើបានចាក់ចេញឈុំនៅទីនេះអូរីប៊ូមានការអបសុបជាខ្លាំងធ្លាប់តែមានគ្នាលេងតែនៅពេលនេះនៅសល់តែម្នាក់ឯងហើយជារៀងរាល់ថ្ងៃអូរីប៊ូតែងតែឡើងទៅលើដំបូលផ្ទះដើម្បីទន្ទឹងមើលផ្លូវមីនីកូត្រឡប់មកវិញមានថ្ងៃមួយអូរីប៊ូបានឡើងទៅលើដំបូលផ្ទះចាំមីនីកូដោយរាល់ដងប៉ុន្តែយ៉ាងไรឯងនៅថ្ងៃនោះអូរីប៊ូបានរអិលជើងធ្លាក់ពីលើដំបូលផ្ទះស្លាប់បាត់បង់ជីវិតនៅពេលនោះទៅបន្ទាប់ពីអូរីប៊ូបានស្លាប់បាត់បង់ជីវិតទៅអូរីប៊ូក៏ក្លាយជាព្រលឹងខ្មោចនៅយាមនៅទីនេះកាន់មកដល់ព្រឹកស្អែកនៅព្រឹកនេះលោកយាយមីនីកូបានរៀបចំឈុតគីម៉ូណូឲ្យអូកូស្លៀកពាក់ហើយឈុតរបស់អូកូហ្នឹងមិនមែនលោកយាយមីនីកូកាត់ថ្មីឲ្យអូកូទេគឺលោកយាយមីនីកូយកឈុតដែលគាត់ស្លៀកកាលពីក្មេងហ្នឹងយកមកឲ្យអូកូពាក់ហើយនៅពេលហ្នឹងមើលទៅអូកូទៅដឹងហើយអ៊ីអ៊ារើខ្លួនមិនរួចទេដោយសារតែនាងធ្លាប់តែស្លៀកពាក់ខោអាវធម្មតាដល់តែពេលឲ្យមកស្លៀកឈុតគីម៉ូណូអញ្ចឹងធ្វើឲ្យអូកូពិបាកសម្របខ្លួនខ្លាំងមែនទែនបន្ទាប់ពីរៀបចំខ្លួនរួចហើយអ្នកមីងអេសកូក៏បានមកបង្រៀនអូកូពីច្បាប់ទម្លាប់ខ្លះៗនៅក្នុងផ្ទះសំណាក់បន្ទាប់ពីអូកូបានធ្វើការពេញមួយថ្ងៃទីបំផុតនាងបានទទួលរង្វាន់ពីលោកយាយរបស់នាងដែលនៅពេលនោះលោកយាយរបស់នាងបានយកបង្អែមមួយចានយកមកឲ្យអូកូញ៉ាំបង្អែមមួយហ្នឹងវាមានឈ្មោះថា pudding នៅជប៉ុនគេល្បីផ្អែមនិងខ្លាំងមែនទែនបន្ទាប់ពីអូ
โกบันดามามาโชว์จากน้องมอเตอร์ยีบิชิเร่เชียในเปโนโลยีมินโกกับบันดาตลอดจากเจนตะวิงมุนจากเจนเตอร์โลยีมินโกกับบันประมากันโอโกทางผมเพลงยังมาอ๋อฮะอัดเมนตกออยนาซาเลยแต่นาซาใหญ่ใบใหญ่กรอนแต่โลยีมินโกบันดาจากเจนตะบัตเตอร์เซตตะปะแอมนักน้องจางระบบโอโกนั่งวิกับบัตมันดังทาตนาบัตในเปโนโอโกกับบันประตูตะอูริบูถ้าอูริบูนั่งจินแหนลุนยามปะแอมระบบนิ่งให้จำนายอูริบูเว้นอันดังชาเลยพ้องซอกเกประตูอูริบูกับบันชลายตะกันโอโกเวนทายอมขมอดแมนแต่แม่ขมอดอัลเบียเบ้ดอจะเป็นจังเตอร์โอโกชอบได้จอมปะแอมเติมยามบันมามันอันเลิกบัตนาบัตกัดมาดอเป็นมันไงกร้อยตีผมพอดโอโกโดสลาบันมาโจเรียนจมูกหนึ่งเกย์เฮยนัดไงดมบงได้โอโกบันโจเตรียนในเปโนกรูเอาโอโกนายน้องคลุนได้ยืงจังในเปได้ยืงบันโจเตรียนขณะทำไมกรูตายแต่เอายืงนายน้องคลุนทำไมเอามาดมขณะยืงบันสควอลต่อปีโอโกบันนายน้องคลุนให้โอโกกับบันสำลังเมื่อตูดัดสะเพลินในขันกร้อยในเปโนกับบันเคยอูริโบกับป้องทางโกยแต่ได้เลิกตักจัดเนียงทว่าโอโกลาสลังกลางมองในเปนังตามดอเลยลูกดอมบางเจนเล่กับมินมาดมขณะระบบโอโกกับบันสปรับโอโกทางโกโอโกไอประหยัดจมูกหนึ่งเนี่ยใส่แต่เปียชดปลอกถูกนั่งไงเนี่ยใส่นั่งบานให้กาจ้ะในเปโนใหญ่ดาวเกมบานประมาณพ้องแถวตามมาจากเกตามมาตอนไม่ใส่ได้ยืงบานคืนนี้นี่มินชโมทามาสกิอากิโนยมสมฮาโกนังทาใจประกาศชุกมองเตอร์เดซาแต่ชดบอลเนียนถึงออสตปอประกาศชุกในเปโนใจประกาศชุกกับบานอูดปิดตาสำนักบอกเกทำตาสำนักบอกเกนั่นมีประตูจราประตูทมมีอ่างแถมแต่ก็ได้มีกระไหลย้ำมีแสกหอมมีจังนั้นคืออูดปิดตาสำนักบอกเกละโหดให้ใจประกาศชุกกับบานประอัพตาสำนักบอกโอโคทับตาสำนักบอกโอโคนั้นร้อนแต่เจ็บตาสำนักตูดมวยแต่ใบปลายเพยยมเอาเพียงยามปนอเวียนมีออกจากเจ็บตาสำนักบอกเกเตในเปโนอูดบูจะดังใจประกาศชุกน้ำเป๊กกับใบหายจวนกับหอมนั้นโยตบันเดลพอใจประกาศชุกในเปได้ใจประกาศชุกเนี่ยมากเคยมองลังกับหอมเต้นลุชวนจังในเปได้บางคืนจังเพื่อเอามารวมธนาบอกโอโคจมูกหนึ่งโอโคนักในไซเคิลหลังร้อนเป็นขนาดจำนายใจประกาศชุกเว้นในเปนั่งอัตอนดังทางมกลุนไอ้ปลาปอกับหอมนังเตในเปนั่งใจประกาศชุกกับบานใส่สลดไอโอโคทางไม่เมนมาสลามย่อมใหญ่ยัดโอโคกับบานชายตะการใจประกาศชุกเว้นทางสลามแต่ใจประกาศชุกในเปนั่งการเดือดเวอร์ไอมารวมธนาบอกโอโคใส่คลังเชียงมุนแต่ซาแต่ใจประกาศชุกนั่งอัตโนจัดไอเกไฮจมูกใจประกาศชุกนังเตไอโอโคก็จีมันเดือดตีมวยไฮได้เห็นไฮเลี้ยงทายใจประกาศชุกในเปเดบานลือโซโอโคไฮเลี้ยงทายใจประกาศชุกยังเธอเอาใจประกาศชุกแช่ดองประดอยใจประกาศชุกกับบานใหญ่เปียทนโดยไอโอโคทางใจสำนักบอกโอโคนั่งแบบสัญญาไอโอโคกรุบกร้องดังตาเลี้ยในเปเดโอโคบานลือโซโดยชนะโอโคกับบานกระไดกระหายให้ใส่แต่เอาใจประกาศชุกเป็นทางก็เมื่องี้มนุษย์ใต้สมบอกกราเป้จะเมื่อกิเธอดาวบ้านจะเมื่อใจประกาศชุกบานลือให้อัดบานชายต่อจมูกโอโคเวนเตรู้ให้กับบานได้จากเชนตบัตเตอร์ประตูปีใจประกาศชุกบานจากเชนตบัตเตอร์มันแผ่บอกเก้กับบานโจมอสซาโอโกถ้าโอโกนักคลายหาน่าเห็นต่อหมดจมูกใจประกาศชุกทราบแต่เนื้อเป็นโนกับเมียขมอดมุ้ยมาเป็นนายเหมือนเต้กับบ้านไวสะเพอบอกโอโกตำแหน่งตะเลิดใดรู้ให้กับบานโยเฟอร์บอกโอโกตะกุมมกโอโกโดยอาเปเดโอเดโบบานโยอักฮองกับฮอนตะบันเริ่มมกใจประกาศชุกนังจังเนื้อตามเพลเดโอโกบานดาตลอดมาแต่เว้นและเป็นโนโอโกกับบานจูปแต่จมูกนังอปโกนปีแน่ได้กับพงตะเดนในตามเพลได้สะเพอบอกโปเกนเป็นโนเมื่อตั้งหยับเย็นครั้งเหมือนแต่โอโกกับบานโซตการโอเดโบทาโปเกตัมปีแน่นั่งมีเรือไอโอเดโบกับบานชายตะปรับโอโกเวนทาไปหาเจออนมินเตสนานาเร่บานมาเดนในตามเพลจังโอโกกับบานในเยตการโอเดโบทาให้เจ้าไปยังไฮแต่แต่สำนักบอยังเตอร์โดยเจมินเนโกทาไอยังงั้นนะโอเดโบกับบานชายตะการโอโกเวนทามินเนโกคือจะหลอกครั้งหน้าอัดเจอร์พิวเต้พิวหน้ากับมินเนโกตัวได้ให้โอโกไอมินจามอนมินเนโกแต่ในเยทาแต่สปาฮานโนโดยาบอเยอะแต่ตัวกรุ๊ปพิวต่างอ้อเหมือนเดิมพิวโนเต้บรรทบปีบานลือโซโอเดโบในเจโดยชนะให้โอโกกับบานดาโจตะซัวโปโกนปีนันโนนับไปดาโอโกบานโจตะซัวโปโกนปีนันโนเอาพวกระบบไม่ปรองโนกับบานในเยมากันโอโกเวนทาโปกอนนั่งบานบรรดาดำนากุมซานแต่นับเป็นได้โกงปรระบบก้อนกระจับพลังทะเลครูนชื่อให้อะไรนั่งมันดังทาเตอร์ตัสนะนันตีนาโนเตโอโกกับบานปราเตอร์พวกระบบไม่ปรองโนทายังปูตัสนะนันแต่ยอมมองเตอร์แต่ยอมบาแต่สนะได้เตอร์นักบายในเตนับไปดาบานลือโซโอโกในเยเดชโนเอาพวกระบบไม่ปรองโนกับบานในเยมากันโอโกทายังปูออกกลชราได้จูนอมเพลปูพ้องนับไปดาโอโกบานนอมาโปโกนปีนันโนบานดาวแต่สำนักนับไปโนโลเยมินเนโกกับบานตัวเพียอย่างเด็ดแต่โอริโบกับบานในเยแต่กันโอโกทาโอโกไอเคยยอดโดยยอมเนียจังเคยยอดมินเนโกอันได้เรื่องพิวเต้พิวนักก็มินเนโกตัวได้บรรทบปีบานนอพิวแต่การบรรทบสำนักให้นับไปโนโลเยมินเนโกกับบานสำนักสำนักจมูกนังอปกระบอกมินปรองโนโลเยมินเนโกกับบานโซแต่การอปกมินปรองโนทาแต่อปกมินปรองนั่งเมาดาเลแมนอปกระบอกมินปรองนั่งกับบานสไลต์ตะวันทานั่งง่ายมาดาเลเดซาตายปะปนขย่มเตอร์ตะสลับการไปขายมุนนับไปดบานลือโซเดชนอตแต่งโอโกแต่งโลเยมินเนโกกับบานโจรวงสอบสไลสลับตะไปนกโกนปรระบอกก้อนจมูกทาอากันเนกับบานในเยล้างทาเฮ้ยตีไรนาเกยเมากันใหญ่จังได้ปตอมออากันเนกับบานสตูเงือบลางรู้ให้กับบานในเจตการนปกระบอกเกทาเมาป้าแต่เว้ยยมจังเลยสปานั่งที่ได้พงเนี่ยเยบานประมาณพ้องใส่แต่อากันเนออกกำลังกับบานโดนลุจโกนตัวเป็นเตอร์อากันเนกับบานมันต่อเจทา
នៅកន្លែងនេះតូចជាតាធុញអត់ចូលចិត្តនៅទេគ្រាន់តែបានលឺសូរដូច្នោះអូកូយើងក៏ដៅដុំឆេវហ្មងអូកូក៏បានស្រែកឲ្យទៅកាន់អង្គនេវិញថាអាប៉ែឯងអត់យល់ទេអត់ដឹងថាឪពុករបស់អាប៉ែឯងហ្នឹងកំពុងតែលើកទឹកចិត្តអាប៉ែឯងអង្គនេក៏បាននិយាយទៅកាន់អូកូវិញថាអ្នកឯងទៅដឹងស្អីអ្នកឯងគ្មានដឹងស្អីទេអូកូក៏បាននិយាយទៅកាន់អង្គនេវិញថាខ្ញុំដឹងដោយសារតែឪពុកម្ដាយរបស់ខ្ញុំហ្នឹងក៏បានស្លាប់ទៅបាត់ដែរអញ្ចឹងហើយខ្ញុំត្រូវតែខំប្រឹងធ្វើការខំប្រឹងរស់ទៅមុខទៀតដើម្បីកុំឲ្យអ្នកគ្រប់គ្នាបារម្ភពីខ្ញុំនៅពេលដែលអង្គនេបានលឺសូរដូច្នោះអង្គនេក៏បាននិយាយទៅម្នាក់ឯងថាខ្ញុំស្អប់អាម៉ាញ់សិននិយាយថាខំប្រឹងធ្វើការនឹងខ្លាំងមែនតើនៅពេលនោះអូកូហូរឡើងមកប្រើទៀតដែរតើប៉ុន្តែគុំទៅបានលោកយាយរបស់នាងខកទាន់បន្ទាប់មកលោកយាយមីនេកូក៏បានហៅអូកូទៅនិយាយនៅក្នុងបន្ទប់មួយលោកយាយមីនេកូចង់ឲ្យអូកូត្រឡប់ទៅសុំទោសភ្ញៀវវិញប៉ុន្តែនៅពេលនោះអូកូអត់ព្រមទៅសុំទោសនោះទេលោកយាយមីនេកូបានលើកហេតុផលមកច្រើនណាស់តែអូកូស្ដាប់បញ្ចូលតិចទៅសោះហើយនៅពេលនោះអូឌីបូក៏បានជួយនិយាយលោកយាយមីនេកូដែរថាឲ្យអូកូនឹងត្រឡប់ទៅសុំទោសគេវិញទៅកុំឲ្យភ្ញៀវខឹងតែអូកូរបស់យើងនៅតែស្ដាប់បញ្ចូលតិចទៅដែរតែចុងក្រោយចុះឡើងអូកូនៅតែត្រឡប់ទៅសុំទោសភ្ញៀវវិញទៅដែរស្មាខ្លាំងស្រាប់តែនៅពេលនោះអង្គនេក៏ទីរនំខេកចង់ញ៉ាំនំខេកប៉ុន្តែដោយសារតែយប់ហើយផ្ទះសម្រាប់របស់អូកូអត់មានគ្រឿងផ្សំសម្រាប់ធ្វើនំខេកនោះទេហើយនៅពេលនោះប៉ារបស់អង្គនេក៏បានស្ដីឲ្យទៅកាន់អង្គនេថាកូនឯងកុំទីអត់សមហេតុផលពេកយប់ហើយដេកទៅអង្គនេនៅពេលនោះក៏ឆ្លើយមកវិញទាំងសភាពរៀបសារថាខ្ញុំគាត់សួរតើស្រាប់តែនៅពេលនោះអូកូក៏បានស្ម័គ្រចិត្តទៅទិញនំខេកយកមកឲ្យអង្គនេញ៉ាំអូកូរត់ទៅរកហាងនំខេកទាំងល្ងិតឈឹងជាមួយនឹងខ្មោចអូរីប៊ូតែនៅពេលដែលអូកូទៅដល់ហាងនំខេកបានបិទបាត់ទៅហើយកំពុងតែឈរកិនមិនដឹងថាត្រូវធ្វើយ៉ាងណាស្រាប់តែមានមីងម្នាក់បើទ្វេចេញមកនៅពេលដែលអូកូក៏លេចទៅមើលមុខមីងម្នាក់នោះទៅស្រាប់តែអូកូសម្រេចឃើញនំភូឌីងទៅវិញធ្វើអូកូសប្បាយចិត្តជាខ្លាំងនៅពេលនោះរួចហើយនាងក៏បានរត់ទៅផ្ទះសំណាក់របស់នាងវិញដើម្បីធ្វើនំភូឌីងឲ្យអង្គនេញ៉ាំដើម្បីចំនួននំខេកតែនៅពេលដែលអូកូខំប្រឹងធ្វើហើយយកមកឲ្យអង្គនេញ៉ាំអង្គនេបែរជាមិនព្រមញ៉ាំទៅវិញលុះដល់ពេលព្រឹកស្អែកឡើងត្រូវដល់ពេលដែលអង្គនេត្រូវចាក់ចេញត្រឡប់ទៅវិញហើយនៅថ្ងៃនោះផងដែរអូកូនាងបានងើបយឺតនៅពេលដែលនាងរៀបចំខ្លួនរួចរាល់ហើយរត់ចេញទៅលាភ្ញៀវនៅពេលនោះស្រាប់តែមានជក់មួយហោះមកស្ទុយនៅចំពីមុខនាងរួចហើយក៏បានគូមុខនាងកវេងកវាមឡើងពេញហ្នឹងហើយដោយសារតែបញ្ញាពេកអូកូមិនបានទៅលាមុខនោះទេអូកូក៏បានចេញទៅតាមសភាពបែបហ្នឹងនៅពេលដែលចេញទៅដល់អង្គនេអស់សម្រាប់ជាខ្លាំងដោយសារតែអូកូបានគូមុខកវេងកវាមដូចឈួនអញ្ចឹងលោកយាយរបស់អូកូក៏បានស្ដីឲ្យអូកូថាចៅឯងគូមុខអីអញ្ចឹងហើយនៅពេលនោះអូកូមិនដឹងថាបញ្យល់ប្រាប់លោកយាយគេថាម៉េចទេដោយសារតែមិនគេជាអ្នកគូណានៅពេលនោះអង្គនេក៏បាននិយាយប្រាប់អូកូថាភូឌីងកាលពីយប់មិញដែលអូកូធ្វើឲ្យគេញ៉ាំហ្នឹងនៅយប់មិញហ្នឹងគេបានញ៉ាំជាមួយនឹងម្ដាយរបស់គេវាពិតជាឆ្ងាញ់ខ្លាំងមែនតើនៅពេលដែលបានលើសូវដូច្នេះធ្វើឲ្យអូកូនាងរំភើបចង់ស្រក់ទឹកភ្នែកធម្មតាទេចង់ភើនៅពេលដែលគេសរសើរថាម្ហូបរបស់ខ្លួនឆ្ងាញ់អញ្ចឹងតែរំភើបអញ្ចឹងហីនៅពេលនោះអង្គនេក៏បានលើកដៃចង់ចាប់ដៃជាមួយនឹងអូកូរួចហើយអង្គនេក៏បាននិយាយទៅកាន់អូកូថាអូកូណៃណាម្ចាស់តែសំណាក់វ័យក្មេងបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានសើចព្រមគ្នានៅពេលដែលអង្គនេបានចាក់ចេញទៅបាត់ទៅអូកូក៏បានមកលៀងមុខកវែងកវាមដូចឆ្មាអូនរបស់នាងចេញបន្ទាប់មកនាងក៏បានចេញទៅទិញអីវ៉ាន់ដែលលោកយាយរបស់នាងប្រើនាងឲ្យទៅទិញនៅតាមផ្លូវដែលនាងបានចេញទៅទិញអីវ៉ាន់ជាមួយនឹងខ្មោចអូរីប៊ូនៅពេលនោះពួកគេទាំងពីរក៏បានឃើញខ្លែងត្រីនេះមានឈ្មោះថាកូអ៊ីនូបូរីហើយខ្លែងត្រីទាំងអស់នេះផ្ទះសំណាក់របស់ចៅកាឈុកគឺជាអ្នកចងវាមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែននៅពេលដែលអូកូបន្តដំណើរទៅមុខទៀតក៏បានឃើញចៅកាឈុកបញ្ជាឲ្យកម្មករចងត្រីនោះបន្ថែមទៀតគ្រាន់តែបានឃើញចៅកាឈុកភ្លាមអូរីប៊ូក៏លាន់មាត់ថាហេចៅនេះផ្កាឈុកមែនតែមានក្បាលដល់ចុងជើងសឹកតពណ៌ផ្កាឈុកនៅពេលដែលអូកូបានលើសូរដូច្នោះអូកូក៏បាននិយាយទៅកាន់អូរីប៊ូថាអូរីប៊ូឯងប៉ិនម៉េះរំពេញនោះផងដែរស្រាប់តែមានខ្មោចមួយគប់សើប្រកាន់អូកូនៅពេលដែលមានគេវាយអូកូអញ្ចឹងធ្វើឲ្យអូរីប៊ូខឹងរួចហើយក៏បានហោះទៅដេញចាប់គេបាត់ទៅអូរីប៊ូជាមួយនឹងខ្មោចកូនក្មេងនោះបានហោះទៅដល់កន្លែងមួយស្រាប់តែខ្មោចកូនក្មេងនោះក៏បានប្រើសើកាត់ផ្ដាច់ខ្លែងត្រីនោះមកឲ្យហោះដេញខាំអូរីប៊ូបន្ទាប់មកខ្មោចកូនក្មេងនោះជាមួយនឹងអូរីប៊ូក៏បានហោះដេញគ្នារហូតដល់ខ្លែងនោះធ្លាក់មកលើផ្ទះសំណាក់របស់អូកូនៅពេលដែលអូកូបានត្រឡប់មកដល់ផ្ទះសំណាក់របស់នាងវិញពូដាក៏បានសួរទៅកាន់អូកូថាម្ចាស់ផ្ទះសំណាក់វ័យក្មេងត្រឡប់មកវិញហើយចុះណៃបានដែលលោកយាយផ្ញើឲ្យទិញនៅពេលដែលបានលើសូពូដានិយាយដូច្នោះធ្វើឲ្យអូកូភ្ញាក់ព្រឹតភ្លេចទិញអីវ៉ាន់ឲ្យយាយអូកូក៏បំរុងទៅទិញអីវ៉ាន់ឲ្យលោកយាយរបស់នាងវិញប៉ុន្តែលោកយាយរបស់នាងក៏បានស្រែកមកពីក្នុងថាត្រឡប់មកវិញមិនបាច់ទៅទេថ្ងៃនេះយើងរវល់ហើយនៅពេលនោះអូកូមិនអាចធ្វើអីបានទេនាងបានត្រឹមតែសុំទោសលោកយាយរបស់នាងប៉ុណ្ណោះព្រោះអីនេះគឺជាកំហុសរបស់នាងសត្វតែពេលនោះខ្មោចកូនក្មេងនោះក៏បានបង្ហាញខ្លួនរួចហើយក៏បានថាឲ្យអូកូថាចាស់តែសំណាក់លីលើនៅពេលដែលបានលើសូវដូច្នោះសត្វតែអូរីប៊ូបានឯកភាពភ្លាមៗហ្មងធ្វើឲ្យអូកូមួម៉ៅហ្មងស្អប់ណាស់គ្នាឯងកាន់ជើងគេហ្នឹងបានបន្តិចក្រោយមកកម្មករផ្ទះសម្រាប់របស់ចៅកាឈូក៏បានមកទទួលត្រីខ្លែងនោះយកទៅវិញបន្ទាប់មកអូកូក៏បានទៅសម្អាតនៅក្នុងបន្ទប់ទឹកនៅក្នុងបន្ទប់ទឹកមានការសន្ទនារវាងកូនខ្មោចនោះជាមួយនឹងអូរីប៊ូក៏សួរទៅកាន់កូនខ្មោចនោះថាហេកូនខ្មោចឯងប្អូនស្រីចៅកាឈូមែនកូនខ្មោចហ្នឹងក៏បាននិយាយទៅកាន់អូរីប៊ូវិញថាហេប្អូនគេមិនឈ្មោះចៅកាឈូទេប្អូនគេមានឈ្មោះថាម៉ាសាគីហើយខ្ញុំក៏មិនកូនខ្មោចដែរខ្ញុំឈ្មោះថាមីយ៉ូខ្ញុំហ្នឹងត្រូវជាបងរបស់ម៉ាសាគីមិនប្អូនរបស់ម៉ាសាគីទេអូរីប៊ូក៏បាននិយាយទៅកាន់មីយ៉ូថាបងណានៅទូអញ្ចឹងបងគួរតែធំជាងប្អូនមីយ៉ូក៏បានប្រាប់ទៅកាន់អូរីប៊ូថាខ្ញុំស្លាប់ហ្នឹងស្លាប់កាលពីអាយុ7ឆ្នាំហើយពេលដែលខ្ញុំស្លាប់ទៅហើយខ្ញុំមានផ្ទះធំទៀតណាដូចតែអូរីប៊ូឯងដែរហ្នឹងស្រាប់តែនៅពេលនោះមីយ៉ូក៏បានលាន់មកថានៅនេះដូចមានអ្នកផ្សេងម្នាក់ទៀតកាត់ប៉ុន្តែនៅទីនេះមិនមែនមានតែពួកគេ3នាក់នោះទេគឺមានកូនបិសាចម្នាក់ទៀតដែលកំពុងតែលួចម្ហូបញ៉ាំកូនបិសាមួយក្បាលនេះមានឈ្មោះថាស៊ូស៊ូគីខ្ញុំសូមហៅវាថាស៊ុយស៊ូគីមកទៅសួរហៅនៅពេលនោះស៊ុយស៊ូគីកំពុងតែកែម្ហូបញាត់មាត់ខ្
មុំនៅពេលដែលលឺសូគេនិយាយដើមវាក៏ងាកក្បាលទៅមើលក្រោយដល់ទៅពេលងាកទៅមើលក្រោយទៅឃើញ3នាក់នេះកំពុងតែសម្លប់មកកាន់វាហើយនៅពេលនោះពូដាគាត់មើលអត់ឃើញខ្មោចទេមានតែអូកូទេដែលអាចមើលឃើញខ្មោចអញ្ចឹងទៅនៅពេលដែលអូកូសន្លក់ទៅកាន់ស៊ុយសាគីពូដាគាត់ក៏សួរទៅកាន់អូកូថាមានបញ្ហាអីចំពោះបង្អែមដែលគាត់ធ្វើនឹងមែនបានសន្លក់មកកាន់បង្អែមរបស់គាត់អញ្ចឹងអូកូក៏បានដោះសារថាមានណាពូមានណាគាត់ទៅធំក្លិនឈ្ងុយពេកហ្នឹងខ្ញុំអោនទៅហិតក្លិនមើលនៅពេលនោះពូដាក៏ថាឲ្យអូកូថាអោនហិតក្លិនបានប៉ុន្តែកុំឲ្យលួចម្ហូបភ្ញៀវញ៉ាំអញ្ចឹងដោយសារតែបង្អែមនេះគាត់ធ្វើឲ្យភ្ញៀវញ៉ាំទេអញ្ចឹងអូកូយកបង្អែមរបស់ភ្ញៀវញ៉ាំហ្នឹងគឺវាខុសហើយដល់ទៅពេលអញ្ចឹងទៅអូកូអត់មានពាក្យអីដោះសារជាមួយនឹងពូដាទេព្រោះអីពូដាគាត់មើលខ្មោចអត់ឃើញនៅពេលហ្នឹងអូកូបានត្រឹមតែសុំទោសពូដាប៉ុណ្ណោះតែពូដាគាត់មិនប្រកាន់ទោសពេកអីទេពូដាគាត់ក៏សួរទៅកាន់អូកូថាមិនដែរនំនឹងឆ្ងាញ់អត់ហើយអូកូមិនបានភ្លក់អីមួយម៉ាត់ផងមិនដឹងថារសជាតិវាមិនផងមិនដឹងឆ្លើយទៅប្រាប់ពូដាថាម៉េចស្រាប់តែអូកូងាកទៅមើលបិសាចស៊ូស៊ូគីហ្នឹងទៅបិសាចស៊ូស៊ូគីហ្នឹងបានញ៉ាំផ្អែមហ្នឹងអញ្ចឹងទៅវាក៏បានលើកមេដៃមួយដែលបញ្ជាក់ថាផ្អែមហ្នឹងវាឆ្ងាញ់ហើយអញ្ចឹងទៅអូកូក៏បានប្រាប់ទៅកាន់ពូដាថាផ្អែមហ្នឹងឆ្ងាញ់ពូនៅពេលដែលបានលើសូអូកូសរសើរដូច្នេះធ្វើឲ្យពូដាសប្បាយចិត្តជាខ្លាំងបន្តមកទៀតដល់វគ្គដែលអូកូត្រូវចម្រាស់បញ្ជីជាមួយនឹងបិសាចស៊ូស៊ូគីហើយអូកូក៏បានទៅយកកណ្ដឹងដែលអូកូបានលើការពីថ្ងៃមុនហ្នឹងយកមកឲ្យបិសាចស៊ូស៊ូគីមើលថាបិសាចស៊ូស៊ូគីចេញមកពីកណ្ដឹងហ្នឹងមែនបិសាចស៊ូស៊ូគីក៏បានណែនាំខ្លួនថាហ្នឹងហើយខ្ញុំចេញមកពីកណ្ដឹងហ្នឹងខ្ញុំឈ្មោះថាស៊ូស៊ូគីអាពេលហ្នឹងតប៉ាជាងគេគឺអ៊ូរ៉ូប៊ូហ្នឹងឯងអ៊ូរ៉ូប៊ូសួរទៅកាន់អាបិសាចស៊ូស៊ូគីហ្នឹងថាហ៎ឈ្មោះអីស៊ូស៊ូគីអាស៊ូស៊ូគីម៉ូតូស៊ូស៊ូគីយើងហ្នឹងមែនបានលឺអញ្ចឹងបិសាចស៊ូស៊ូគីក៏វាក្បាលថាមែនទេបិសាចស៊ូស៊ូគីគេបានប្រាប់ថាគេហ្នឹងមកពីក្លែនបិសាចមកពីលើភ្នំអញ្ចឹងណាហើយពេលហ្នឹងអូកូក៏បានសួរទៅកាន់ស៊ូស៊ូគីថាអញ្ចឹងស៊ូស៊ូគីឯងហ្នឹងមែនអ្នកញ៉ាំភូឌីងរបស់ខ្ញុំស៊ូស៊ូគីក៏បានសារភាពថាហ្នឹងហើយគេគឺជាអ្នកញ៉ាំមើលឆ្ងាញ់មែនតើហ្មងមីយ៉ូក៏បាននិយាយថាតែឃើញបិសាចណាអត់របៀបអញ្ចឹងនៅពេលនោះអ៊ូរ៉ូប៊ូក៏បានឲ្យយោបល់ថាគួរតែចាប់បិសាចស៊ូស៊ូគីហ្នឹងញាត់ចូលទៅក្នុងប្រអប់វិញទៅកុំឲ្យវាដើរលួចរបស់គេញ៉ាំទៀតនៅពេលដែលបានលឺអញ្ចឹងស៊ូស៊ូគីប្រកែកញ៉ាំហ្មងថាអត់ទេអត់ចូលវិញទេតម្រាំតបានចេញមកយូរចង់ងាប់អីចង់ឲ្យគេចូលវិញមិនសំវល់ទុំខ្ញុំនៅក្រៅខ្ញុំនៅខ្ញុំអាចជួយហៅភ្ញៀវបានណាអ៊ូរ៉ូប៊ូក៏បាននិយាយទៅកាន់បិសាចស៊ូស៊ូគីវិញថាមកឯងហ្នឹងហៅតែភ្ញៀវអាក្រក់ៗហ្នឹងស៊ូស៊ូគីក៏បានឆ្លើយទៅវិញថាមិនដឹងធ្វើមិនដែរព្រោះឯងខ្ញុំជាបិសាចខ្ញុំតាក់ទាញបានតែមនុស្សអាក្រក់ៗហ្នឹងឲ្យខ្ញុំទៅតាក់ទាញមនុស្សល្អធ្វើម៉េចបើតាក់ទាញមនុស្សល្អបានខ្ញុំខ្លាចជាព្រះបាទហើយមិនខ្លាចជាបិសាចដល់ឥឡូវហ្នឹងទេនៅពេលដែលបានលឺអញ្ចឹងអ៊ូរ៉ូប៊ូមួម៉ៅចង់ចាប់ស៊ូស៊ូគីញាត់ចូលទៅក្នុងប្រអប់វិញប៉ុន្តែពេលនោះអូកូក៏បាននិយាយថាទុកបិសាចស៊ូស៊ូគីហ្នឹងឲ្យនៅក្រៅហ្នឹងហើយនៅពេលដែលបានលឺអញ្ចឹងតែមីយ៉ូទាំងអ៊ូរ៉ូប៊ូនាំគ្នាស្រឡាំងកាំងមករួចហើយក៏បានសួរទៅកាន់អូកូថាអូកូឯងនិយាយលេងចេះមិនមីយ៉ូដាស់តឿនអូកូថាឲ្យអាប៉ែហ្នឹងនៅដឹងតែបករឿងខានទេកាលពិតទៅអូកូដោះលែងស៊ូស៊ូគីហ្នឹងមិនមែនដោះលែងតែអីទេគឺអូកូចង់ប្រើស៊ូស៊ូគីហ្នឹងមកឲ្យជួយធ្វើការងាររបស់នាងអាហ្នឹងហើយនៅក្នុងប្រអប់ចង់ចេញមកឲ្យគេប្រើហើយនៅពេលហ្នឹងសំបីតែមីយ៉ូក៏អូកូមិនដោះលែងដែរខ្មោចបិសាចអីអូកូហៅមកប្រើទាំងអស់ប៉ុន្តែយើងដឹងស្រាប់ហើយនៅក្នុងក្រុមរបស់យើងតែតែមានមនុស្សម្នាក់ខ្ជិលជាងគេហើយមនុស្សដែលខ្ជិលជាងគេនៅក្នុងក្រុមរបស់អូកូហ្នឹងគឺអ៊ូរ៉ូប៊ូហ្នឹងឯងឃើញអត់គេនាំគ្នាខំប្រឹងធ្វើការគ្រប់គ្នាមានតែអ៊ូរ៉ូប៊ូមួយទេដេកខ្ជិលកែអាចមកធំដឹងបន្ទាប់ពីបានបោះជួយរួចរាល់ហើយលោកយាយមីនីកូក៏បានប្រាប់មកកាន់អូកូថានៅពេលដែលអូកូទៅណែឲ្យអូកូហ្នឹងជួយទៅអឺកតុកកញ្ញាស៊ូរីយ៉ូបន្តិចទៅដោយសារតែកញ្ញាស៊ូរីយ៉ូហ្នឹងអត់បានហូបអីមួយថ្ងៃហើយអញ្ចឹងទៅឲ្យអូកូហ្នឹងជួយទៅមើលបន្តិចទៅនៅពេលដែលអូកូបានទៅដល់មុខកតុកកញ្ញាស៊ូរីយ៉ូអូកូក៏បានធំក្លិនអីមួយយ៉ាងចម្លែកចេញមកពីកតុកកញ្ញាស៊ូរីយ៉ូអូកូអត់តាមយូរអូកូក៏បានបើកទ្វារចូលទៅក្នុងកតុកកញ្ញាស៊ូរីយ៉ូដើម្បីពិនិត្យមើលនៅពេលដែលអូកូបានបើកទ្វារចូលទៅឃើញមានសុទ្ធតែផ្សែងនៅចំកណ្ដាលបន្ទប់នោះឃើញមានក្បួនយ័ន្តស្អីមិនដឹងទេនឹងមានមនុស្សស្រីម្នាក់កំពុងតែបង្វិលបាតថ្មមើលទៅដូចគ្រូទីបន្តិចដូចគ្រូថ្មបន្តិចមិនដឹងទេនៅពេលដែលម្នាក់ស្រីនឹងបានងើយមុខឡើងធ្វើអូកូភ្ញាក់ក៏ថយរហូតដល់តាក់ខ្សែភ្លើងអូកូទប់លំនឹងមិនជាប់ក៏បានទាញកណ្ដាលខ្មៅដែលព័ន្ធនៅជុំវិញម្នាក់ស្រីនឹងរបូតអស់លីងនៅពេលនោះហើយគេបង្ហាញតួអង្គថ្មីឲ្យយើងបានឃើញម្នាក់ទៀតដែលនាងមានឈ្មោះថាស៊ូរីយ៉ូដែលត្រូវជាភ្ញៀវនៅក្នុងផ្ទះសម្រាប់របស់អូកូនឹងឯងនៅពេលដែលអូកូមកបម្រើស៊ូរីយ៉ូដំបូងអូកូមិនដឹងថាត្រូវធ្វើរបៀបណាដើម្បីយកចិត្តស៊ូរីយ៉ូនោះទេនៅពេលដែលអូកូបានទៅសាលាអូកូក៏បានឆ្លៀតសួរនាំទៅកាន់ចៅផ្កាឈូកឲ្យចៅផ្កាឈូកជួយប្រាប់តិចនិចខ្លះហើយនៅពេលនោះថ្មីត្បិតតែចៅផ្កាឈូកអត់ចូលចិត្តអូកូក៏ពិតមែនប៉ុន្តែក្នុងនាមជាអ្នកបើកផ្ទះសំណាក់ដូចគ្នាចៅផ្កាឈូកក៏បានយកព្រមប្រាប់តិចនិចខ្លះឲ្យអូកូយកមកអនុវត្តនៅពេលដែលអូកូបានយកមកអនុវត្តគឺឃើញថាបានផលពិតមែនកាត់មកដល់ថ្ងៃមួយដោយសារតែអូកូជាមួយនឹងស៊ូរីយ៉ូនិយាយត្រូវគ្នាស៊ូរីយ៉ូក៏បានបបួលអូកូឲ្យទៅដើរសពភីងនៅក្នុងទីក្រុងជាមួយនឹងនាងមុនពេលដែលអូកូបានចេញទៅដើរលេងជាមួយនឹងស៊ូរីយ៉ូមីយ៉ូជាមួយនឹងអ៊ូរ៉ូប៊ូនាំគ្នាជំរិតសួរអូកូថាអូកូឯងទៅដើរលេងម្នាក់ឯងបានអត់គេរកទៅអូកូមានបញ្ហាមានអីចឹងណាមិនបានទៅអស់គ្នាអីព្រោះអីមីយ៉ូជាមួយនឹងអ៊ូរ៉ូប៊ូអត់ទុកចិត្តអូកូឲ្យអូកូទៅដើរលេងជាមួយនឹងស៊ូរីយ៉ូនោះទេប៉ុន្តែក្នុងចំណោម3អ្នកពួកគេនោះមានតែបិសាចស៊ូស៊ូគីមួយទេដែលអត់ខ្វល់ជាមួយនឹងអូកូបិសាចស៊ូស៊ូគីប្រាប់អូកូតែមួយម៉ាត់ទេពេលមកវិញកុំភ្លេចទិញអីផ្ញើវាស៊ីផងដល់ទៅពេលញ៉ៃពេកទៅអូកូក៏សម្រេចចិត្តថាយកទាំង3អ្នកហ្នឹងទៅដើរលេងជាមួយគ្នាមកទៅកុំឲ្យបាក់ពេកនៅតាមផ្លូវដែលអូកូបានធ្វើដំណើរជាមួយនឹងស៊ូរីយ៉ូនៅពេលនោះមានឡានដឹកទំនិញមួយបានបើកបញ្ច្រាស់ទៅផ្លូវជាមួយនឹងឡានរបស់នាងគ្រាន់តែបានឃើញឡានដឹកទំនិញនោះធ្វើឲ្យអូកូនាងបាននឹកទៅដល់ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលនាងបានជួបកាលពីលើកមុនរំពេចនោះអូកូក៏ចាប់ដើមញ័រដៃញ័រជើងបេះដូងក៏ចាប់ដើមលោតញាប់ជាងមុនរហូតអូកូដល់ថ្នាក់មានអាការរ៉ាត់ដង្ហក់នៅពេលនោះកញ្ញាស៊ូរីយ៉ូក៏បានអាប់ឡានឈប់អូកូក៏បានបើកទ្វារឡានចេញមកក្រៅកញ្ញាស៊ូរីយ៉ូក៏បើកទ្វារឡានមកមើលរួចហើយក៏បានសួរមកកាន់អូកូថាអូកូឯងហ្នឹងប៉ូឡានមែនស្រាប់តែនៅពេលនោះក៏បានលឺសូរសម្ដីអ៊ូរ៉ូប៊ូនិយាយឡើងថាឃើញអត់បើអត់មានពួកខ្ញុំមកដឹងតែអូកូ
ឯងចប់ហើយអត់ពួកខ្ញុំអត់បានមែនអូកូឯងនេះនៅពេលដែលបានឃើញអូរីប៊ូជាមួយនឹងមីយ៉ូធ្វើឲ្យអូកូចាប់ផ្ដើមធូរចិត្តត្រឡប់មកវិញបន្ទាប់ពីបានអង្គុយសម្រាប់បានមួយសន្ទុះអូកូក៏បានត្រឡប់មកសភាពដើមវិញបន្ទាប់មកពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមធ្វើដំណើរទៅមុខបន្តទៀតតែដំណើរទៅមុខបន្តទៀតលើនេះគឺសប្បាយជាងមុនដោយសារតែអូកូនឹងបានដឹងថាមិត្តភក្តិរបស់នាងគឺតាមមកជាមួយនឹងនាងហើយចាប់ពីពេលនេះតទៅពួកគេទាំងអស់គ្នាចាប់ផ្ដើមសប្បាយមកអស់ដៃហ្មងសូរិយោបាននាំអូកូចូលទៅក្នុងផ្សារទំនើបសពភៀងប្រែនទៅញ៉ាំអីឆ្ងាញ់សូរិយោបានតែងកៅអៅឲ្យខ្លួនឯងហើយសូរិយោក៏បានអូកូទៅលោកកៅកូនក្មេងហើយនៅពេលនោះអូកូបើយើងអត់ដឹងម៉ែអីទេសូរិយោឲ្យលោកកៅអូកូក៏លោកកៅទៅតាមសូរិយោប្រាប់ទៅលោពីមួយទៅមួយទីបំផុតសូរិយោបានម៉ៅកៅអូកូយកទាំងអស់ហ្មងនៅពេលនោះអូកូប្រកែកថាអត់បានទេតែយាយដឹងយាយវាយហើយព្រោះអីយាយអត់ឲ្យទទួលកាដូថ្លៃពីភ្ញៀវទេតែនៅពេលនោះសូរិយោក៏បាននិយាយថាមិនភ្ញៀវទេចាត់ទុកថាសូរិយោនឹងគឺជាមិត្តចាស់ចោះតើមិនអីទេចាំជួយប្រាប់យាយឲ្យបន្ទាប់ពីដើរសពភៀងពេញមួយថ្ងៃហើយលុះដល់ពេលល្ងាចឡើងពួកគេក៏បានត្រឡប់មកផ្ទះវិញនៅពេលដែលពួកគេបានមកដល់តែសំណាក់ភ្លាមសូរិយោក៏បាននិយាយមកកាន់អូកូថាការងាររបស់នាងគឺជាអ្នកលើកទឹកចិត្តគេចំណែកឯការងាររបស់អូកូវិញគឺជាអ្នកលើកទឹកចិត្តរបស់នាងអញ្ចឹងហើយថ្ងៃនេះពិតជាអរគុណអូកូខ្លាំងមែនតើបន្តមកសូរិយោក៏បានដកកានមួយហុចមកឲ្យអូកូរួចហើយប្រាប់អូកូថាបើសិនជាមានបញ្ហាអីអាចតាក់ទងទៅនាងបានហើយបើសិនជាបានទៅលេងតុកជោកុំភ្លេចចូលទៅលេងនាងផងកាន់មកដល់ស្អែកឡើងនៅព្រឹងនេះអូកូមានដំណឹងល្អចង់យកមកប្រាប់មីយ៉ូជាមួយនឹងអូរីប៊ូតែនៅពេលដែលនាងបានបន្ទប់នាងមកឃើញតែបិសាចស៊ូស៊ូគីប៉ុណ្ណោះដែលកំពុងតែអានសៀវភៅហើយសៀវភៅដែលបិសាចស៊ូស៊ូគីអាននោះគឺជាសៀវភៅរបស់ឪពុកអាកាណេបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅនោះឪពុករបស់អាកាណេបានបោះពុម្ពផ្សាយពីផ្ទះសំណាក់ហាណូណូយ៉ានិងម្ចាស់ផ្ទះសំណាក់វ័យក្មេងដែលពូកែបម្រើភ្ញៀវនៅពេលដែលបានឃើញដូច្នោះធ្វើឲ្យអូកូសប្បាយចិត្តជាខ្លាំងព្រោះថាចាប់ពីពេលនេះតទៅប្រកាសជាមានភ្ញៀវមកជាច្រើនមកស្នាក់នៅផ្ទះសំណាក់របស់នាងនិយាយបានត្រឹមតែប៉ុណ្នេះអូកូក៏បាននឹកឃើញថាខ្លួនបានហូរមកទៅហាត់របាំបាត់ទៅហើយដូច្នេះហើយនាងក៏បានទម្លាក់កតាបចោលរួចហើយក៏រត់ចេញទៅហាត់របាំបាត់ទៅហើយនៅពេលនោះអូកូមិនបានឃើញអូរីប៊ូនិងមីយ៉ូនៅក្នុងបន្ទប់ជាមួយនឹងនាងនោះទេលុះដល់ទៅពេលនាងបានចាក់ចេញទៅបាត់ទៅអូរីប៊ូនិងមីយ៉ូក៏បានសួរបិសាចស៊ូស៊ូគីថាអូកូអត់បានមើលឃើញពួកយើងទេមែនបិសាចស៊ូស៊ូគីក៏បានឆ្លើយទៅប្រាប់ពួកគេទាំងពីរនាក់វិញថាប្រហែលជាពួកឯងទាំងពីរត្រូវដល់ពេលដែលត្រូវទៅចាប់ជាតិហើយអញ្ចឹងហើយអូកូមិនអាចមើលឃើញពួកឯងទាំងពីរនាក់ទៀតនោះទេនៅពេលដែលបានលើសដូច្នោះដំបូងឡើយអូរីប៊ូអត់ជឿទេប៉ុន្តែមីយ៉ូក៏បាននិយាយថាប្រហែលជាដូចស៊ូស៊ូគីនិយាយមែនដឹងព្រោះអីមុននឹងអូកូអត់បានមើលឃើញពួកយើងនោះទេកាន់មកដល់ពេលដែលអូកូបានមកដល់សាលារបាំមូលហេតុដែលអូកូបានមករំរបាំនេះដោយសារតែមុនពេលដែលឪពុកម្ដាយរបស់នាងបានចែកឋានទៅឪពុកម្ដាយរបស់នាងធ្លាប់បាននិយាយថាចង់ឃើញអូកូនឹងឡើងរំរបាំជាមួយនឹងគេដែរដូច្នេះហើយទើបអូកូសម្រេចចិត្តថាមករៀនរំរបាំដើម្បីបំពេញបំណងឪពុកម្ដាយរបស់នាងហើយនៅថ្ងៃនេះអូកូរំមិនបានល្អទៅសោះរំចោះរំឡើងនៅតែខុសបានត្រឹមតែធ្វើឲ្យចែកផ្កាឈូកមួម៉ៅជាមួយនឹងអូកូប៉ុណ្ណោះនៅពេលនោះដោយសារតែអូកូរំមិនត្រូវរំញញ៉ៃពេកចែកផ្កាឈូកក៏បានស្ដីឲ្យអូកូថាអូកូនឹងធ្វើអីមិនកើតទៅសោះសូម្បីតែរំរបាំរំមិនត្រូវដែរហើយអញ្ចឹងចង់មកគ្រប់គ្រងតែសំណាក់ម្ចាស់តែសំណាក់លាលើគ្រាន់តែបានលើសូចែកផ្កាឈូកហើមម្ចាស់តែសំណាក់លាលើអូកូក៏ដៅឆេវហ្មងនៅពេលនោះអូកូក៏បានថាឲ្យតែចែកផ្កាឈូកវិញថាខ្លួនឯងនឹងដឹងស្អីតាំងពីក្បាលដល់ចុងជើងសើបផ្កាឈូកចែកផ្កាឈូកហើយនៅពេលនោះគ្រាន់តែចែកផ្កាឈូកបានលឺសូគេហៅចែកផ្កាឈូកអញ្ចឹងចាប់ផ្ដើមក្តៅឆេវហ្មងទាំងអូកូទាំងចែកផ្កាឈូកចាប់ផ្ដើមក្តៅដូចគ្នានៅពេលនោះគ្រូបង្វឹកក៏វិក្បាលមិនដឹងថាត្រូវដោះស្រាយរបៀបណាទេអញ្ចឹងហើយគ្រូបង្វឹកក៏ទុកឲ្យពីរនាក់ហ្នឹងឆ្លោះគ្នាទៅបន្ទាប់ពីឆ្លោះគ្នាឆ្អែតហើយពេលនោះអូកូដល់មកត្រឡប់ទៅផ្ទះសំណាក់របស់នាងវិញនៅពេលដែលនាងចេញមកដល់ក្រៅនៅពេលនោះក៏បានលឺសូសំឡេងអូរីប៊ូហៅនាងពេលដែលអូកូងាកមើលក្រោយទៅឃើញអូរីប៊ូកំពុងតែអង្គុយនៅលើប្រកាន់ដៃនៅពេលនោះអូកូក៏បានស្ដីឲ្យទៅកាន់អូរីប៊ូថាហេអូរីប៊ូឯងតាណាបានអត់ឃើញនៅពេលដែលបានលឺសូដូច្នោះអូរីប៊ូក៏បាននិយាយថាអូកូឯងមើលឃើញខ្ញុំមែនស្មានតែមើលអត់ឃើញទៀតហើយតើនៅពេលនោះពួកគេទាំងពីរនាក់ក៏បានចុះទៅផ្ទះជាមួយនឹងគ្នានៅពេលដែលអូកូបានទៅដល់ក្រុងស្រាប់តែបាត់អូរីប៊ូឆឹងមិនដឹងថាអូរីប៊ូទៅណាបាត់កាន់មកដល់ផ្ទះសំណាក់ហារូណូយ៉ាវិញនៅពេលនោះមានក្មេងប្រុសម្នាក់កាន់ដុំថ្មចង់គប់ថ្លែងនឹងងាប់ហ្មងធម្មតាកូនក្មេងវាដឹងអីទេនៅពេលនោះមីយ៉ូក៏បានទប់ដុំថ្មហ្នឹងកុំឲ្យធ្លាក់ត្រូវថ្លែងដល់ទៅពេលឃើញអញ្ចឹងអាកូនក្មេងហ្នឹងឆ្ងល់បដ មិនបានដុំថ្មហ្នឹងអត់ធ្លាក់ទៅដីអញ្ចឹងជួនពេលជាមួយគ្នានោះផងដែរអូកូក៏បានមកដល់នៅពេលដែលអូកូបានឃើញមីយ៉ូអូកូក៏បានស្រែកហៅមីយ៉ូពីចម្ងាយតែនៅពេលដែលមីយ៉ូបានហៅអូកូវិញស្រាប់តែពេលនោះមីយ៉ូក៏បានរលាយទៅតាមខ្យល់បាត់ទៅហើយចំណែកឯដុំថ្មដែលមីយ៉ូបានទប់កុំឲ្យធ្លាក់ទៅថ្លែងនោះក៏បានធ្លាក់ទៅដល់ដីទៅធ្វើឲ្យថ្លែងនោះភ័យរត់ទៅរកអូកូជួយនៅពេលនោះអូកូមិនបានខ្លាចសត្វល្អិតដូចកាលពេលដែលអូកូបានមកនៅផ្ទះសំណាក់ហារូនូយ៉ាដំបូងនោះទេរំពេញនោះក៏បានលឺសូសំឡេងឪពុកក្មេងប្រុសនោះបានស្រែកហៅក្មេងប្រុសនោះនៅពេលដែលបានលឺសូឪពុករបស់គេស្រែកហៅគេក៏បានរត់ទៅរកឪពុករបស់គេទៅហើយក្រុមគ្រួសារមួយក្រុមនេះគឺបិសាចស៊ូស៊ូគីគឺជាអ្នកហៅមកអញ្ចឹងយើងដឹងហើយថាបិសាចស៊ូស៊ូគីគឺជាបិសាចអញ្ចឹងនៅពេលដែលបិសាចស៊ូស៊ូគីហៅគ្រួសារនេះមកប្រកាសជាមានរឿងឲ្យអូកូឈឺក្បាលជាមិនខានបន្ទាប់ពីក្រុមគ្រួសារមួយនេះបានចូលមកស្នាក់នៅផ្ទះសំណាក់របស់អូកូម្ដាយរបស់ក្មេងប្រុសនិងក្មេងប្រុសដូចជាអត់មានបញ្ហាទេប៉ុន្តែអ្នកដែលមានបញ្ហាគឺឪពុករបស់ក្មេងប្រុសម្នាក់នេះឪពុករបស់ក្មេងប្រុសម្នាក់នេះតែងតែកោអូកូជានិច្ចតែងតែរអ៊ូរទាំចំពោះអាហារដែលអូកូបានយកមកឲ្យគេញ៉ាំឪពុករបស់ក្មេងប្រុសនោះថាផ្ទះសំណាក់របស់អូកូធ្វើអីគេញ៉ាំអត់កើតដែរស្អីគេញ៉ាំកើតផ្ទះសំណាក់អីក៏អន់ម៉េះម្ហូបគ្មានមួយមុខណាញ៉ាំកើតទៅសោះកាប់ទៅម្ហូបរបស់អូកូមិនញ៉ាំអត់កើតទេប៉ុន្តែដោយសារតែបែបហ្នឹងទៅវះកាត់ហើយអញ្ចឹងហើយគ្រឿងផ្សំខ្លះអត់តែ
តម្រូវឲ្យមាននៅក្នុងម្ហូបដែលបែបនឹងញ៉ាំទេអញ្ចឹងហើយធ្វើឲ្យរសជាតិម្ហូបហ្នឹងវាអត់សូវមានអស់ជារសជួយឆ្ងាញ់ប៉ុន្មានទេហើយនៅពេលដែលលើសូភ្ញៀវរអ៊ូថាម្ហូបគាត់ធ្វើអត់ឆ្ងាញ់អញ្ចឹងពូដាបានត្រឹមតែសុំទោសលោកយាយមាននគរប៉ុណ្ណោះព្រោះតែថាគាត់ខំព្យាយាមហើយប៉ុន្តែមិនអាចតម្រូវចិត្តភ្ញៀវបានហើយនៅពេលនោះលោកយាយមាននគរក៏យល់ដែរថានៅពេលដែលដកគ្រឿងផ្សំខ្លះចេញអញ្ចឹងទៅมันអាចចំអិនឲ្យវាមានរសជាតិរសឈ្ងុយឆ្ងាញ់ដោយតែមានគ្រឿងផ្សំគ្រប់នោះទេអញ្ចឹងហើយនេះវាមិនមែនជាកំហុសរបស់ពូដានោះទេស្រាប់តែនៅពេលនោះអូកូក៏បាននឹកឃើញទៅដល់ចៅផ្កាឈូកគឺជាអ្នកបើកផ្ទះសំណាក់គេមានបទពិសោធន៍ច្រើនជាងគេមានទាំងសិភៅធ្វើម្ហូបសម្រាប់ភ្ញៀវដែលទៅវះកាត់ហើយថ្មីអញ្ចឹងទៅអូកូអាចទៅសុំសិភៅធ្វើម្ហូបពីចៅផ្កាឈូកបានប៉ុន្តែអ្វីដែលសំខាន់នោះអូកូជាមួយនឹងចៅផ្កាឈូកទៅឆ្លោះគ្នាហើយទេហើយឥឡូវនឹងទៅសុំសិភៅធ្វើម្ហូបគេដូចជាវាមិនសមប៉ុន្តែទោះជាយ៉ាងណាដើម្បីតែសំណាក់ហារូនូយ៉ាអូកូក៏សម្រេចចិត្តថាកាត់ខ្មាស់ទៅសុំសិភៅធ្វើម្ហូបពីចៅផ្កាឈូកពេលដែលអូកូទៅផ្ទះសំណាក់របស់ចៅផ្កាឈូកនៅពេលនោះយប់ក៏យប់តែជាល្ងឹតហើយនៅតាមផ្លូវសុទ្ធតែព្រៃអូកូខំដើរផងរត់ផងដួលផងដាច់ស្បែកជើងផងទីបំផុតអូកូក៏បានទៅដល់ផ្ទះសំណាក់របស់ចៅផ្កាឈូកនៅពេលដែលអូកូបានជួបចៅផ្កាឈូកនៅពេលនោះអូកូអត់ហ៊ានក្អើតជាមួយនឹងចៅផ្កាឈូកនោះទេហើយពេលហ្នឹងអូកូសុំវល់ចៅផ្កាឈូកច្រើនណាស់តម្រាំតែចៅផ្កាឈូកព្រមជួយហើយមិនត្រឹមតែជួយតែរូបមន្តទេថែមទាំងឲ្យសាញ់មកអូកូថែមទៀតផងបន្ទាប់មកចៅផ្កាឈូកក៏បានឲ្យអ្នកបម្រើជួយជូនអូកូត្រឡប់មកផ្ទះសំណាក់ហារូដូយ៉ាវិញនៅតាមផ្លូវដែលអូកូត្រឡប់មកវិញនៅពេលនោះស៊ូស៊ូគីក៏បានបង្ហាញខ្លួននៅក្នុងឡានជាមួយនឹងអូកូដែរបិសាចស៊ូស៊ូគីមកលើកនេះដោយរៀងត្រឹមត្រូវជាងរាល់ដងមកចេះដេកស្បែកជើងឲ្យអូកូទៀតណាបិសាចស៊ូស៊ូគីក៏បានប្រាប់មកកាន់អូកូថាដល់ថ្ងៃដែលត្រូវប្រារព្ធពិធីបុណ្យរំលឹកទៅដល់គុណទឹកស្ប៉ានៅថ្ងៃនោះមីយ៉ូនិងអូរ៉ូប៊ូដល់ពេលដែលត្រូវទៅចាប់ជាតិហើយដល់ពេលដែលពួកគេទាំងពីរនាក់ត្រូវទៅចាប់កំណើតនៅឋានសួគ៌ហើយនៅពេលដែលលើសូស៊ូស៊ូគីប្រាប់ដូច្នោះនៅពេលនោះអូកូមិនទាន់ស្ដាប់យល់ន័យនោះទេបានបន្តិចក្រោយមកអូកូក៏បានត្រឡប់មកដល់ផ្ទះសំណាក់ហារូនូយ៉ាវិញអូកូក៏បានបកគោសភៅធ្វើម្ហូបនឹងសាច់ទៅឲ្យពូដានៅពេលនោះពូដាក៏បានចាត់ចែងធ្វើម្ហូបទៅតាមសភៅដែលបានណែនាំនោះទៅបន្ទាប់ពីពូដាបានចម្អិនម្ហូបរួចរាល់ហើយអូកូក៏បានលើកម្ហូបនោះទៅឲ្យភ្ញៀវញ៉ាំនៅពេលដែលភ្ញៀវបានញ៉ាំភ្លាមភ្ញៀវក៏បានលាន់មាត់សរសើរថាឆ្ងាញ់ខ្លាំងមែនតើអូមកលើកនេះដូចត្រូវមាត់ហ្មងហើយបន្ទាប់ពីឪពុករបស់ក្មេងប្រុសនោះបានញ៉ាំរួចរាល់ហើយឪពុករបស់ក្មេងប្រុសនោះក៏ចាប់ផ្ដើមនឹកឃើញចង់ផឹកស្រាតែដោយសារតែឪពុករបស់ក្មេងប្រុសនោះទៅវះកាត់ដូច្នេះហើយពេទ្យគេមិនឲ្យផឹកស្រានោះទេតែអូកូដូចដឹងចិត្តភ្ញៀវអញ្ចឹងអូកូក៏បានលើកបាយអប់ជាមួយនឹងស្រាមកបង្ហាញឪពុករបស់ក្មេងប្រុសអូកូបានប្រាប់ឪពុកក្មេងប្រុសនោះថាបាយអប់ជាមួយនឹងស្រានឹងធ្វើទៅវាមិនដូចយើងផឹកស្រានោះទេប៉ុន្តែវាផ្ដល់ដល់ឲ្យជារសជាតិដូចយើងផឹកស្រាអញ្ចឹងហើយអាកុលដែលមាននៅក្នុងបាយនេះគឺវាហើរទៅតាមចំហាយទឹកអស់ហើយដូច្នេះហើយបាយអប់ស្រាមួយចាននេះអាចពិសាបានដោយសុវត្ថិភាពនៅពេលដែលឪពុករបស់ក្មេងប្រុសនោះបានដាក់បាយអប់ស្រាចូលទៅក្នុងមាត់បានមួយម៉ាត់ឪពុករបស់ក្មេងប្រុសនោះបានលាន់មាត់ថាឆ្ងាញ់នៅពេលដែលបានលើសុទ្ធដូច្នោះធ្វើឲ្យអូកូនាងសប្បាយចិត្តជាខ្លាំងបន្ទាប់ពីបានបរិភោគអាហាររួចរាល់ហើយឪពុករបស់ក្មេងប្រុសនោះក៏បាននិយាយថាខ្ញុំពិតជាអរគុណខ្លាំងមែនទែនដែលនៅពេលនេះខ្ញុំអាចមកដើរលេងជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំបានខ្ញុំអាចញ៉ាំអាហារឆ្ងាញ់ៗបានខ្ញុំពិតជាអរគុណមែនទែនសម្រាប់ជីវិតទី2របស់ខ្ញុំមួយនេះនៅពេលដែលបានលើសូឪពុកក្មេងប្រុសនោះនិយាយដូច្នោះអូកូនាងក៏ចាប់ផ្លឹកទៅនឹងសម្ដីរបស់ឪពុកក្មេងប្រុសនោះម្ដាយក្មេងប្រុសក៏បានប្រាប់អូកូថាកាប់ទៅឪពុករបស់ក្មេងប្រុសបានជួបនៅហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ហើយនៅពេលដែលអូកូបានលើសូគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យនាងនឹកទៅដល់ឪពុកម្ដាយរបស់នាងដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដូចគ្នានៅពេលនោះឪពុករបស់ក្មេងប្រុសក៏បានបន្តទៀតថាមុនពេលដែលកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅពេលនោះមានឡានពីរនៅចំពីមុខគាត់បានចាប់ហ្វ្រាំងភ្លាមធ្វើឲ្យគាត់មិនអាចចាប់ហ្វ្រាំងឡានទាន់គាត់ក៏បានបដូរចង្កូតចូលទៅលេនផ្លូវមកខាងទៀតនៅពេលនោះក៏មានឡានដឹកទំនិញធំមួយបមកវិញច្រាស់ផ្លូវជាមួយនឹងគាត់ដោយសារតែគាត់បានបដូរកន្លងឡានដូច្នេះហើយទៅធ្វើឲ្យឡានដឹកទំនិញនោះបានរេចង្កូតទៅបុកឡានមួយទៀតគាត់ពិតជាមានវិបត្តិសេរីខ្លាំងណាស់ដែលបានបំផ្លាញក្រុមគ្រួសារទទូចមួយនៅក្រោមស្នាដៃរបស់គាត់ឪពុករបស់ក្មេងប្រុសនោះមិនដឹងថាក្រុមគ្រួសារដែលឪពុករបស់ក្មេងប្រុសនោះបានបំផ្លាញគឺជាក្រុមគ្រួសាររបស់អូកូនោះទេដោយសារតែមិនអាចទ្រាំស្ដាប់បន្តទៀតបានអូកូក៏ចាប់ផ្ដើមទ្រហោយំរួចហើយក៏រត់ចេញមកក្រៅនៅពេលនោះអ៊ូឌីប៊ូនិងមីយ៉ូក៏ចង់លួចអូកូដែរប៉ុន្តែដោយសារតែអូកូមិនអាចមើលឃើញពួកគេទាំងពីរអូកូបានត្រឹមតែស្រែកហៅឈ្មោះអ៊ូឌីប៊ូនិងមីយ៉ូប៉ុណ្ណោះរំពេចនោះស្រាប់តែមានភ្លើងមួយភ្លឺចាំងមកពីខាងក្រៅអូកូគិតថាភ្លើងនោះគឺជាភ្លើងរបស់មីយ៉ូអូកូក៏បានបើកទ្វាររត់ចេញទៅក្រៅសង្ឃឹមថាបានជួបនឹងមីយ៉ូតែនៅពេលដែលអូកូបើកទ្វារចេញទៅក្រៅនៅពេលនោះអូកូមិនបានឃើញមីយ៉ូនោះទេតែជំនុំមកវិញនៅពេលនោះអូកូក៏បានឃើញឡានមួយបានមកដល់ផ្ទះសំណាក់របស់នាងដោយឡាននោះគឺជាឡានរបស់ស៊ូរយ៉ូនៅពេលដែលអូកូបានឃើញស៊ូរយ៉ូភ្លាមនាងក៏ចាប់ផ្ដើមទៅហោយំយោមិនដឹងថាទឹកភ្នែកបានមកពីណាទេស៊ូរយ៉ូក៏បាននាំអូកូមកសម្រួលអារម្មណ៍នៅក្នុងឡានរបស់នាងស៊ូរយ៉ូបានទូទីដឹងមុនថាថ្ងៃនេះអូកូច្បាស់ជាជួបរឿងមិនល្អអាចជារឿងដែលធ្វើឲ្យអូកូមិនសប្បាយចិត្តដូច្នេះហើយទើបស៊ូរយ៉ូត្រឡប់មកវិញដើម្បីលើកទឹកចិត្តដល់អូកូបានបន្តិចក្រោយមកស្រាប់តែឡានចែកផ្កាឈូកក៏បានមកដល់ចែកផ្កាឈូកមកនេះគឺមកដោយសារតែលោកយាយមីនីកូបានខលហៅចែកផ្កាឈូកឲ្យមកទទួលភ្ញៀវទៅសម្រាប់នៅផ្ទះសម្រាប់របស់ចែកផ្កាឈូកទំនោះវិញតែនៅពេលនោះក្មេងប្រុសម្នាក់នោះមិនព្រមទៅទេក្មេងប្រុសម្នាក់នោះនៅតែទទួលចង់នៅផ្ទះសម្នាក់របស់អូកូទោះបីជាម្ដាយនិងឪពុករបស់គេខំប្រឹងនិយាយយ៉ាងណាក៏គេមិនព្រមទៅដែរតទៅពេលដែលអូកូបានដើរមកទៅក្មេងប្រុសម្នាក់នោះរត់ទៅរកអូកូរួចហើយក៏បានសុំមកអូកូថាកុំឲ្យគេទៅអីគេចង់ស្នាក់នៅផ្ទះសម្នាក់របស់អូកូចែកផ្កាឈូកក៏បាននិយាយថាមកអូកូបានហើយភ្ញៀវនេះទុកឲ្យខ្ញុំមើលថែជំនួសបានបំរុងនឹងរៀបចាក់ចេញទៅឪពុករបស់ក្មេងប្រុសនោះក៏បាននិយាយសុំទោស
ទៅកាន់អូកូស្រោតទៅពេលនោះអូកូក៏បាននិយាយថាឲ្យអ្នកទាំងអស់គ្នាស្នាក់នៅនឹងឯងមិនទៅណាទេនៅពេលដែលបានលើកសត់ដូច្នេះធ្វើឲ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលអូកូក៏បានបន្តនិយាយទៀតថាទឹកស្ប៉ាហារូនូយ៉ាគឺជាអំណោយបានមកពីព្រះវាមិនបដិសេធមិនទទួលនរណាម្នាក់នោះទេវាតែងតែទទួលនឹងព្យាបាលមនុស្សគ្រប់គ្នាដែលបានមកទីនេះដូច្នេះហើយសូមមេត្តាស្នាក់នៅនៅទីនេះឲ្យបានយូរទៅនៅពេលដែលបានលើកសត់ដូច្នោះឪពុករបស់ក្មេងប្រុសនោះក៏បាននិយាយអរគុណទៅកាន់អូកូឪពុករបស់ក្មេងប្រុសនោះក៏បានបន្តទៀតថាប៉ុន្តែខ្ញុំនៅតែមិនសំណុកនៅក្នុងចិត្តក៏ព្រោះតែអ្នកគឺជាកូនស្រីតែម្នាក់គត់របស់លោកប្រុសសេគីនិងអ្នកស្រីសេគីពួកគេទាំងពីរនាក់គឺបានស្លាប់ដោយសារតែខ្ញុំនៅពេលដែលបានលើកសត់ដូច្នោះធ្វើឲ្យចៅផាឈុកឡើងស្រឡាំងកាំងមកពួកឯងចៅផាឈុកអត់ដឹងរឿងទេនៅពេលនោះអូកូក៏បានដើរចូលទៅក្នុងរួចហើយក៏បានបកមកនិយាយជាមួយឪពុករបស់ក្មេងប្រុសនោះវិញថាអត់ទេខ្ញុំដូចជាទីកន្លែងនេះអញ្ចឹងខ្ញុំគឺជាម្ចាស់ផ្ទះសំណាក់វ័យក្មេងនៅហារូនូយ៉ាតែងតែស្វាគមន៍អ្នកគ្រប់គ្នាដូច្នេះហើយខ្ញុំក៏ដូចគ្នានៅពេលដែលបានលើកសត់អូកូនិយាយដូច្នោះធ្វើឲ្យម្នាក់ទប់ទឹកភ្នែកសឹងតែមិនចង់ជាប់នៅពេលនោះស្រាប់តែសូរិយោក៏បានដើរចូលមករួចហើយក៏បាននិយាយទៅកាន់គ្រប់គ្នាថាតោះឥឡូវនេះធ្លាក់ព្រិលហើយនាំគ្នាចូលទៅក្នុងទៅសូរិយោក៏បាននិយាយបន្តទៀតថាហើយខ្ញុំអាចស្នាក់នៅទីនេះដែរបានអត់នៅពេលនោះទាំងលោកយាយមីនគោទាំងអូកូក៏បានឆ្លើយដំណើរគ្នាថាបានតើចូលវាមានតែឆ្អីបន្ទាប់មកពួកគេទាំងអស់គ្នាក៏បាននាំគ្នាចូលទៅក្នុងផ្ទះសំណាក់វិញទៅហើយនៅពេលនោះចៅផាឈុកក៏បាននិយាយមកកាន់អូកូថាចាស់តែសំណាក់វ័យក្មេងឥឡូវនេះខ្ញុំឈប់ហៅអ្នកឯងជាម្ចាស់តែសំណាក់លីលើទៀតហើយរួចហើយចៅផាឈុកក៏បានជិះឡានត្រឡប់ទៅវិញទៅយើងកាន់មកដល់ថ្ងៃដែលអូកូជាមួយនឹងចៅផាឈុកឡើងសម្ដែងនៅពេលនោះលោកយាយមីនគោគឺជាអ្នកដេញពិនបន្ទាប់មកពួកគេទាំង4នាក់ក៏ចាប់ផ្ដើមរងរបស់ជាមួយនឹងគ្នាតែដោយសារតែមីយ៉ូជាមួយនឹងអ៊ឺរីបូគឺជាខ្មោចគ្មាននរណាអាចមើលឃើញពួកគេនោះទេបន្ទាប់ពីពួកគេទាំង4នាក់បានរងរបស់នេះចប់ទៅអ៊ឺរីបូជាមួយនឹងមីយ៉ូក៏បានទៅចាប់កំណត់ថ្មីនៅពេលនោះទៅដោយពួកគេបានសន្យាជាមួយនឹងគ្នាថានឹងជួបគ្នានៅពេលដែលពួកគេធំឡើងអូខេអ្នកទាំងអស់គ្នាសាច់រឿងនេះបានមកដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាដែលទស្សនាតាំងពីដើមដល់ចប់បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តការសម្ដែងរបស់ខ្ញុំកុំភ្លេចជួយ like និង subscribe មួយផងហើយបើសិនជាអ្នកទាំងអស់គ្នាមានរឿងណាចង់ឲ្យខ្ញុំសម្ដែងអាច comment នៅខាងក្រោមបានអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ